បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពី trigraph បាទ trigraph គឺយើងសំដៅទៅលើអក្សរ3បង្កើតបានជាសំឡេងមួយតែអញ្ចឹងទាំងអស់គ្នាមកមើលចំណុចទី1នេះគឺយើងមានអក្សរ D G E បាទ D G E គឺមានសំឡេងចទាំងអស់គ្នាមកមើលពាក្យបាទ បរប្រអាយនេះ E ទាំងអស់គ្នាអញ្ចឹង D G E នេះគឺចប្រ E ច bridge bridge អូខេ bridge យើងសំដៅទៅលើស្ពានតើគ្នាមើលពាក្យខាងក្រោមមួយទៀត J sound ចបាទ U នេះអហើយ DGE នេះគឺមានសំឡេងចទាំងអស់គ្នាអញ្ចឹងចអចចាច់ចាច់គឺយើងសំដៅលើចៅក្រមណាអូខេទាំងអស់គ្នាបន្តមកមើលចំណុចមួយទៀតគឺអក្សរ T C H បាទមានសំឡេងឆអូខេមានសំឡេងឆតើទាំងអស់គ្នាមកមើលពាក្យM A នេះស្រៈ A ទាំងអស់គ្នា TCH គឺមានសំឡេងឆ match match អូខេយើងសំដៅទៅលើឈើគូសណា match អ្នកគ្នាមកមើលពាក្យចុងក្រោយបាទ I នេះ E អូខេ TCH គឺឆហើយ Y នេះ E Itchy Itchy អូខេ Itchy គឺយើងសំដៅទៅលើរមាស់អញ្ចឹង trigraph គឺមានន័យថាអក្សរ3នៅក្នុងពាក្យទាំងអស់គ្នាបង្កើតបានជាសំឡេងមួយ